មកនៅនេះចិត្តមួយឆ្នាំហើយប៉ូលីសគេទៅតែហៅទៅសួរនាំបងប្អូននៅតាមពិតទៅពួកគាត់អត់ដឹងដល់ពេលដឹងមានណាទេហៅទៅហើយមុននឹងទៅនឹងគឺថាព្រឹកឡើងមករៀបចំធ្វើអីហូបសិនអ៊ំពូមីញើយព្រោះអីខាងប៉ូលីសគេនឹងគឺគេណាត់ម៉ោង10កន្លះដល់ពេលអញ្ចឹងហើយយើងព្រឹកឡើងគឺថារៀបចំហូបអីឲ្យហើយទៅចាំទៅហើយមុខម្ហូបផ្ទះខ្ញុំនេះគឺថាគ្មានអីទេអ៊ំពូមីញើយដដែលហ្នឹងហើយថ្ងៃនេះគឺថាប៉ាគេកំងមីទៀតហើយមីនេះគឺគាត់កំងតាំងពីល្ងាចមិញពីយប់នឹងប្រាប់ទៀតថាព្រឹកឡើងកុំភ្លេចធ្វើមីឲ្យប្តីឲ្យកូនហូបផងព្រោះគាត់ចង់ហូបមីអញ្ចឹងណាអញ្ចឹងឲ្យព្រឹកឡើងនេះមិនមកអង្គយូរទេងើបមកគឺថារៀបចំដាក់ធ្វើឲ្យហ្មងឲ្យតែគាត់ចេះកំងថាចង់ហូបអញ្ចឹងយើងអ្នកធ្វើនេះក៏ងាយស្រួលដែរបងប្អូនពួកអីកុំឲ្យពិបាករនឹកអញ្ចឹងណាតែបើសួរថាចង់ហូបអីហើយឆ្លើយមកវិញថាអីក៏បានដែរអានឹងចុងភៅនេះគឺដឹងតែកញ្ញាញ់ខួរហ្មងបងប្អូនអើយក៏ប៉ុន្តែប្តីរបស់ខ្ញុំមករយៈក្រោយនេះគឺថាគាត់រៀងចេះកំងមហូបដែរដោយសារតែខ្ញុំអាសាខឹងគាត់អញ្ចឹងណាពេលខ្លះខ្ញុំនឹកមុខមហូបអត់ឃើញទេហើយខ្ញុំប្រាប់គាត់ថាបើសិនជាចង់ហូបអីប្រាប់ខ្ញុំមកចាំខ្ញុំធ្វើឲ្យបើឲ្យខ្ញុំរនឹកម្នាក់ឯងនឹងងាប់អីកញ្ញាញ់ខួរខ្ញុំអស់ហើយពេលយើងអាសាខឹងអាសាអីអញ្ចឹងទៅឥឡូវនេះគឺថាចេះកំងហើយអ៊ំពូមីងហើយគាត់ថាមិនកំងអីញាប់ទេ4-5ថ្ងៃមួយអាទិត្យអីហ្នឹងកំងឲ្យធ្វើម្ហូបដែលគាត់ចង់ហូបម្ដងអញ្ចឹងទៅគ្រាន់តែថាមុខម្ហូបដែលគាត់ចង់ហូបហ្នឹងមិនពិបាកទេបងប្អូននេះមានតែមីបើមិនអញ្ចឹងទេឆាត្រប់ឆាប៉េងប៉ោះឆាតៅហ៊ូអីហ្នឹងដោយសារតែប្តីខ្ញុំគឺគាត់ងាយស្រួលនៅក្នុងការហូបចុកអញ្ចឹងណាអញ្ចឹងហើយមុខម្ហូបដែលគាត់កំងមកគឺថាយើងនេះកាន់តែស្រួលធ្វើទៀតការធ្វើមីរបស់ខ្ញុំនេះក៏ដដែលដែរបងប្អូននេះបើអីធ្លាប់ធ្វើបង្ហាញបងប្អូនអ៊ំពូមីងឡើងពី3វីដេអូហើយហ្នឹងហើយកលេចមកមើលអាហារពេលព្រឹករបស់ខ្ញុំវិញអ៊ំពូមីងញើចាគឺកាហ្វេព្រឹកឡើងអត់អីអត់បានតែអត់កាហ្វេនេះគឺថាអត់បានទេអ៊ំពូមីងហើយទិញយកមកទុកនៅផ្ទះឆុងខ្លួនឯងមានតកកមានទឹកដោះគោអីស្រាប់អញ្ចឹងយើងមានគ្រឿងក្រៅគ្រប់សពធ្វើហូបខ្លួនឯងអញ្ចឹងទៅវាអត់សូវចំណាយច្រើនអញ្ចឹងណាបើយើងទិញគេមួយកែវនេះគឺដឹងតែ10យួនជាងបាត់ហើយចឹងហើយអត់ការទេរៀនសំចាយខ្លះបើមិនអញ្ចឹងក្ររលុយទៅខ្មែរលែងមានហើយអ៊ំពូមីងកលេចមកមើលកូនពៅរបស់ខ្ញុំនេះវិញពីម្សិលមិញហ្នឹងទៅអុកភ្នែកជាមួយនឹងតោះថាឡើងហើមស្មុលហ្មងអ៊ំពូមីងគាត់ថាគេអត់ឈឺទេឈឺតែមកបំពេចភ្លាមហ្នឹងស្រែកញ៉ាយសារកូនដែរអ៊ំពូមីងដោយសារគាត់ប្រកែទ្រាំអញ្ចឹងណាហើយណាមួយវិញអាពេលអុកភ្លាមហ្នឹងគាត់ស្រែកយំតែមួយងៅទេបន្ទាប់ពីមួយងៅហ្នឹងហើយចាគឺថាវាយតុកផងអីវាយតុកមិនអស់ចិត្តអាកំភ្លើងធំប៉ាគេទិញឲ្យលើកមុនហ្នឹងគេទាញយកមកបាញ់តុកហ្នឹងទៀតគេថាតុកហ្នឹងអ្នកធ្វើឲ្យគេឈឺមុនដំបូងរៀងអាណិតកូនដែរតាអ៊ំពូមីងដល់ពេលឃើញគាត់ទាញកំភ្លើងទាញអីយកទៅបាញ់តុកចឹងទៅខ្ញុំនេះគឺថាអស់សំណោចវិញពីម្សិលមិញហ្នឹងមួយផ្លែត2ដងអ៊ំពូមីងឲ្យដើរទៅបុកជាមួយកង់ដួលត្រឡប់ត្រលិនម្ដងហើយទៅអុកជាមួយនឹងតុកនឹងម្ដងទៀតប៉ុន្តែពេលដែលគេដើរបុកកង់ហ្នឹងគឺអត់មានត្រូវអីទេអ៊ំពូមីងឲ្យដើរបុកហើយកង់ហ្នឹងគឺថាលើកយកទៅដាក់ក្នុងធុងសម្រាមខំគេអាកង់ហ្នឹងវានៅទៅពីទៅពីពេកទៅពេលចឹងហើយមនុស្សដើរទៅអត់មានកិច្ចទេទោះតែលើកវាដាក់ធុងសម្រាមចឹងទៅខ្លួនឯងអ្នកដើរអត់មើលខ្លួនឯងសោះហ្នឹងទៅបន្ទុះថាកង់ហ្នឹងនៅញ៉ែញ៉ៃឲ្យគេដើរបុកធ្វើឲ្យគេឈឺអីអញ្ចឹងណាដល់ពេលអញ្ចឹងហើយគេខឹងចិត្តគេលើកកង់ទៅបោះចូលធុងសម្រាមបោះមានចូលណាបើធុងសម្រាមហ្នឹងវាតូចជាងកង់ហ៎និយាយទៅរាល់ថ្ងៃនៅជាមួយម្នាក់ប្រុសតូចហ្នឹងនិយាយពីថាអីក៏កើតឡើងបានដែរអ៊ំពូមីងហើយមួយថ្ងៃហ្នឹងអង្គុយចាំតែសោចទៅឥឡូវនេះចាប់ផ្ដើមឈោងបើកទ្វារបានហើយអ៊ំពូមីងហើយគាត់ថាទ្វារហ្នឹងអត់ដែលប្រហែសទេគឺចាក់សោជាប់រហូតហ្មងតែអត់ចាក់សោហ្នឹងគ្មានទេចាបើកដើរចេញទៅក្រៅបាត់រកគ្មានឃើញទេអ៊ំពូមីងហើយបន្ទាប់ពីហូបមីអីហើយរួចរាល់ហ្នឹងឥឡូវនេះគឺថាធ្វើដំណើរមកដល់កន្លែងប៉ូលីសគេហើយបងប្អូននៅតាមពិតទៅគេគ្មានហៅយើងមកធ្វើអីទេហៅមកថតរូបសួរនាំអីតិចតួចចឹងសារតែយើងដូរពីខេត្តមួយឡើងមកខេត្តមួយអញ្ចឹងហើយគឺគេត្រូវទៅសួរត្រូវទៅថតរូបអីទុកហើយពេលមកដល់ដំបូងហ្នឹងខ្ញុំអត់ដឹងថាមិនដែរបងប្អូនប្តីរបស់ខ្ញុំគាត់ថាគឺនៅនឹងគាត់ដាក់ឈ្មោះគាត់តែមួយដល់ពេលហើយឥឡូវនេះគឺគេសួររកថាប្រពន្ធមកអត់ពេលប្រាប់ថាប្រពន្ធមកប្រពន្ធខ្មែរអីចឹងទៅមានណាប៉ូលីសគេហៅទៅបដ ដោយតាំងការប្តីខ្ញុំទៅនៅខ្មែរអញ្ចឹងបងប្អូនដំបូងគឺនៅតកែវដល់ពេលយើងដូរពីតកែវទៅនៅស្វាយរៀងវិញក៏យើងត្រូវឲ្យខាងប៉ូលីសភូមិឃុំស្រុកខេត្តអីគេដឹងឮដូចគ្នាព្រោះអីយើងជាជនបរទេសអញ្ចឹងណាអញ្ចឹងហើយគឺគេត្រូវទៅសួរនាំឲ្យអ៊ំពូមីញបន្ទាប់ពីទៅសំណេះសំណាលអីជាមួយនឹងប៉ូលីសហើយថតរូបថតអីហើយហ្នឹងគឺថាពួកខ្ញុំចេញតាណាទៅផ្ទះវិញហើយវីដេអូរបស់ខ្ញុំថ្ងៃនេះរៀងវែងតិចហើយក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលតាមដានតាំងពីដើមដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយ